សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះយើងនឹងទៅមើល Node ដែលជាកញ្ចប់ខ្ចប់ការកែប្រែពណ៌ពីមួយដំណាក់កាលទៅមួយដំណាក់កាលដែលមុខងារមួយនេះគឺវាស្រដៀងទៅនឹង layers នៅក្នុង Adobe Photoshop ដែរហើយយើងនឹងទៅមើលថាតើមាន Node ប្រភេទខ្លះនៅក្នុងកម្មវិធី DaVinci Resolve Node គឺជាកញ្ចប់ខ្ចប់ការកែប្រែពណ៌របស់យើងពីមួយដំណាក់កាលទៅមួយដំណាក់កាលអញ្ចឹងឧទាហរណ៍ថាយើងដំណាក់កាលទី1យើងធ្វើការកាត់ noise reduction អញ្ចឹងយើងមាន Node 1អញ្ចឹងអញ្ចឹងដំណាក់កាលទី2យើងធ្វើការកែពន្លឺយើងមាន Node 1ទៀតទៅដំណាក់កាលទី3យើងមានការធ្វើរូបភាពយើងកាន់តែច្បាស់ sharpening image របស់យើងអញ្ចឹងយើងមានមួយ Node មួយទៀតទៅអញ្ចឹង Node គឺធ្វើការខ្ចប់ពីមួយដំណាក់កាលទៅមួយដំណាក់កាលអញ្ចឹងទៅហើយដែរវាជួយឲ្យយើងពេលដែលយើងត្រូវការកែប្រែអូខេត្រូវការកែប្រែ noise reduction អញ្ចឹងយើងមាន Node noise ស្ថិតនៅក្នុងនោះយើងអត់ចាំបាច់ទៅអង្គុយសាររើ Node មួយនេះសាររើថាតើ noise កន្លែងនៅកន្លែងណានៅកន្លែងណាទៅអញ្ចឹងយើងមានពីមួយដំណាក់កាលមកដំណាក់កាលហ្នឹងដើម្បីឲ្យងាយស្រួលពេលដែលយើងត្រូវការសាររើ history ព្រឹត្តិការណ៍ចាស់ៗដែលយើងបានធ្វើការកែប្រែហើយហ្នឹងចូលមកដល់មុខងារ Node Editor នេះភ្លាមនៅលើគេនេះយើងឃើញមាន Pointer Mode និង Hand Mode ដែល Hand Mode អាចឲ្យយើងទាញទាំង Node Editor របស់យើងទៅមកបានបន្តមកទៀតយើងមានជម្រើសឲ្យធ្វើការនៅលើ Node តែម្ដងនិងធ្វើការនៅលើ Timeline ហើយ Slider នេះជា Slider ដែលអាចឲ្យយើងធ្វើការពង្រីកពង្រួម Node Editor របស់យើងនិងក្របចុច3នេះជាជម្រើសបន្ថែមរបស់ Node Editorអញ្ចឹងយើងត្រឡប់មកមុខមាត់របស់ Node យើងវិញមកក្របចុចមូលពណ៌បៃតងនៅខាងឆ្វេងដៃនេះយើងឲ្យឈ្មោះថាជា Source Input ដែលជាចំណុចបញ្ជូនទិន្នន័យពណ៌និងពន្លឺ RGB ចូលមកក្នុង Node របស់យើងហើយនៅម្ខាងទៀតនេះយើងឲ្យឈ្មោះថា Node 3 Output ជាចំណុចបញ្ចប់និងទទួលយករូបភាពសម្រាប់ពីការកែប្រែពណ៌របស់យើងបើយើងផ្ដាច់ខ្សែត្រង់នេះនោះគឺមានន័យថាมันមានទិន្នន័យពណ៌និងពន្លឺ RGB បញ្ចប់ចូលមក Node 3 Output របស់យើងនោះទេហើយនៅចប់ Node របស់យើងឃើញមានក្បាលព្រួយនិងក្របទម្រង់ការ៉េពណ៌បៃតងនេះដែលយើងហៅថា RGB Inputs and Outputs ដែលមុខងារទាំងពីរនេះគឺមុខងារភ្ជាប់ពន្លឺនិងពណ៌ RGB មកពី Source Input ចូលមក Node របស់យើងដើម្បីទទួលយកការកែប្រែពណ៌និងពន្លឺរួចនឹងបញ្ចេញពណ៌និងពន្លឺដែលយើងបានធ្វើការកែប្រែរួចហើយនោះទៅ Node បន្តទៀតឬក៏ទៅ Node 3 Output បើសិនមិនមាន Node ចាំទទួលរលកសញ្ញាពណ៌និងពន្លឺ RGB បន្តទៀតនោះទេហើយចំណុចក្បាលព្រួយពណ៌ខៀវក្នុងក្របការ៉េនៅខាងក្រោម RGB Inputs and Outputs របស់យើងមិញហ្នឹងយើងឲ្យឈ្មោះថា Key Inputs and Outputs ដែលមានមុខងារទទួលយកនិងបញ្ចេញរូបភាពដែលត្រូវបានកាត់ចេញជាមួយមុខងារ Qualifier ឬក៏ Window ជាដើមឬក៏និយាយឲ្យស្រួលស្រាប់បើសិនយើងមានការងារកាត់ Green Screen ឬកាត់ Background ចេញយើងគួរតែភ្ជាប់រលកសញ្ញានេះដើម្បីបញ្ជាក់ប្រាប់ Node របស់យើងឲ្យដំណើរការកាត់រូបភាពដែលត្រូវបានកាត់ផ្ទៃខាងក្រោយហើយនៅត្រង់នេះនៅក្នុងកម្មវិធី DaVinci Resolve គឺយើងមាន Node ចំនួន5ប្រភេទដែលយើងនឹងលើកមកនិយាយត្រួសពី Node ទាំង5ប្រភេទនោះដែលដំបូងគេយើងមាន Serial Node យើងមាន Parallel Node យើងមាន Layer Mixer Node យើងមានOutside Node ហើយនឹងមាន Compound Node ហើយដែលដំបូងគេនោះយើងនឹងទៅមើលអំពី Serial Node សិន Serial Node គឺមានតួនាទីក្នុងការខ្ចប់ពណ៌និងពន្លឺរបស់យើងពេលដែលយើងធ្វើការពីមួយផ្នែកទៅមួយផ្នែកហ្នឹងអញ្ចឹងឧទាហរណ៍ថាយើងមានការកែប្រែកាត់ noise ដំបូងអញ្ចឹងយើងបង្កើត serial មួយមកហើយយើងធ្វើការកាត់ noise ទៅហើយបន្តមកទៀតយើងបង្កើត serial មួយទៀតដើម្បីធ្វើការតម្លើងពន្លឺតម្លាក់ពន្លឺឲ្យជាដើមហ្នឹងអញ្ចឹងអ្វីដែល serial ធ្វើការនោះគឺវាធ្វើការពីតាមលំដាប់លំដោយអញ្ចឹងមានថាយើងមាន serial ទី1ទី2ទី3ទី4អញ្ចឹងទៅអញ្ចឹង serial ទី4គឺយកការងារពី serial ទី3ទៅធ្វើបន្តអញ្ចឹងទី3យកពីទី2តទៀតអញ្ចឹងនេះគឺជារបៀបដែល serial node ធ្វើការនៅត្រង់នេះនៅក្នុង Serial Node របស់យើងមាន Input មួយនិង Output មួយដែលអាចឲ្យយើងធ្វើការកែប្រែពណ៌និងពន្លឺបានផ្សេងឬក៏ប្រើសម្រាប់បង្កើនពណ៌ថ្មីទៀតក៏បានផងដែរដែលជាទូទៅ Node មួយនេះប្រើ Shortcut Alt S សម្រាប់ PC និង Option S នៅលើ Mac ហើយបើនៅក្នុង Node Editor របស់យើងវិញយើងមកស្ដាំមកហើយចុចទៅលើ Add Node Add Serial វានឹងបង្កើតឲ្យយើងហើយតែនៅក្រោមនឹងបន្តិចយើងក៏ឃើញមាន Add Serial Before ដែរដែលមានន័យថាយើងនឹងបន្ថែម Serial Node មិនមែននៅបន្ទាប់ពី Serial ដែលយើងកំពុងតែមាននោះទេគឺយើងនឹងបង្កើត Serial មុន Serial របស់យើងវិញខ្លីៗពី Serial Node ប៉ុណ្ណឹងសិនឥឡូវយើងចូលមកដល់ Parallel Node របស់យើងវិញម្ដង Parallel Node យើងអាចទៅហៅឲ្យងាយជាថាបើសិនជាយើងមានការងារមួយដែលយើងត្រូវការកែប្រែឧទាហរណ៍យើងចង់កែប្រែ skin មួយឲ្យ smooth ហើយយើងចង់ឲ្យ skin ហ្នឹងមានពណ៌មានឡើង saturation បន្ថែមទៀតអញ្ចឹងជីវាយើងការដែលយើងប្រើ serial node តពីមួយ step ទៅមួយ step យើងមាន parallel node ដែលវានឹង mix adjustment របស់យើងទាំងអស់ចូលទៅក្នុង node តែមួយហើយយើងនឹងធ្វើការបន្តទៀតបន្ទាប់ពី parallel node របស់យើងហ្នឹង
និយាយឲ្យស្រួលស្ដាប់ឥឡូវយើងមកមើលឧទាហរណ៍ងាយៗតែម្ដងដូចនៅក្នុង clip នេះអញ្ចឹងយើងនឹងបង្កើត parallel node 3អញ្ចឹងយើងមកស្ដាំមកហើយយើងពាក្យថា add node add parallel ឬក៏យើងប្រើ shortcut key Alt P នៅលើ Windows ឬក៏ Option P បើសិនជាយើងប្រើ Mac OS ឥឡូវយើងសាកប្រើ Windows របស់យើងហើយយើងសាកទីរង្វង់មូល Windows របស់យើងទៅពណ៌ផ្សេងៗគ្នាយើងនឹងឃើញថាពណ៌នីមួយៗនៅពេលដែលនៅផ្សេងគ្នាអត់អីទេប៉ុន្តែបើសិនជាយើងទាញពណ៌វាទាំង3នឹងដាក់ជាន់គ្នាយើងឃើញថាវានឹងបញ្ចូលពណ៌នៅត្រង់តំបន់ដែលប្រសពគ្នាទៅជាពណ៌មួយផ្សេងទៀតអញ្ចឹង parallel node របស់យើងនឹងគឺនឹងធ្វើការ mix adjustment របស់យើងពី mark character ទៅ mark character ជាន់លើគ្នាដោយដែលយើងបានឃើញមកអញ្ចឹងយើងនឹងចូលទៅដល់ node បន្តទៀតនោះគឺ layer mixer node ជួបមកដល់ layer mixer node របស់យើងវិញគឺអត់ខុសគ្នាអីពី layer របស់កម្មវិធី Adobe Photoshop ទេគឺវានឹងធ្វើការ record ទុក adjustment ឬក៏ការកែប្រែពណ៌និងពន្លឺរបស់យើងជាន់លើគ្នាដែរពីមួយ layer ទៅមួយ layer ហ្នឹងគឺវាអត់ mix ចូលគ្នាទេនិយាយទៅវាគឺស្តៀងទៅនឹង Photoshop layer របស់ Photoshop ដែរកន្លែងនេះអញ្ចឹងដើម្បីបង្កើត layer node បានយើងមកស្ដាំទៅលើ node ដែលយើងបំរុងនឹងបង្កើតពីក្រោមនឹងមករួចយើងយកពាក្យថា add node និង add layer អញ្ចឹងយើងនឹងទទួលបាន character node មួយទៀតនៅពីក្រោមហើយបើសិនជាយើងចង់ប្រើ shortcut ក៏បាននៅក្នុង PC យើងប្រើ Alt L ឬក៏សម្រាប់ Mac វិញយើងប្រើ Option L អញ្ចឹងឥឡូវនេះយើងបាន layer mixer node របស់យើងហើយយើងនឹងបង្កើត window រង្វង់មូលមួយសម្រាប់ character node នីមួយៗដដែលរង្វង់មូលទី1យើងទាញទៅក្រហមទី2យើងទៅពណ៌ខៀវនិងទី3យើងទៅពណ៌បៃតងតែលើកនេះនៅពេលដែលយើងទាញវាដាក់កងលើគ្នាយើងឃើញថាពណ៌ទាំងពីរនេះអត់បានលាយបញ្ចូលគ្នាទេដោយយើងឃើញថាពណ៌បៃតងបែរជាទៅនៅលើគេវិញអញ្ចឹងមានន័យថា character node នៅពីក្រោមគេគឺនៅលើគេរាប់ពីក្រោមទៅលើនៅក្នុង editor របស់យើងអញ្ចឹងខ្ញុំសូមបញ្ជាក់ឡើងនេះតិចថា layer mixer របស់យើងនេះគឺវាអត់ mix adjustment ឬក៏ការកែប្រែពណ៌នឹងពន្លឺរបស់យើងចូលគ្នាទេហើយអ្វីដែលសំខាន់នោះទៀតនោះគឺ character node ណាដែលនៅក្រោមគេគឺវានឹងនៅលើគេអញ្ចឹងគេកន្លែងនេះគឺគេរាប់ពីក្រោមឡើងទៅលើវិញចូលមកដល់ outside node របស់យើងគឺជាការដែលយើងបង្កើត node serial មួយទៀតដែល serial មួយនេះវានឹងបង្កើត key input output ឲ្យយើងមួយដែលវានឹងធ្វើការបញ្ច្រាស់នៅអ្វីដែលយើងបាន select នៅក្នុង node ទី1អញ្ចឹងឧទាហរណ៍ថា node ទី1ហ្នឹងយើងបង្កើត window មួយអញ្ចឹងវានឹងបង្កើតនៅពេលដែលយើង add outside node មួយទៀតវានឹង select outside បន្ទាប់ពីnode ដែលយើងបានបង្កើតនៅក្នុង qualifier នៅក្នុង serial ទី1របស់យើងអញ្ចឹងដើម្បីឲ្យច្បាស់យើងទៅមើលឧទាហរណ៍ដល់គ្នានៅក្នុងឧទាហរណ៍នេះយើងនឹងបង្កើត window មួយនៅលើ serial node មួយនេះហើយយើងចាប់ទាញពន្លឺឡើងបន្តិចមកហើយយើងនឹងចាប់បង្កើត outside node មួយដោយយើងមកស្ដាប់ដោយយកពាក្យថា add node និង add outside យើងនឹងទទួលបាន outside node មួយនេះហើយបើយើងចាប់ទាញពន្លឺរបស់ node នេះឡើងតែម្ដងនោះយើងនឹងសង្កេតឃើញថា node មួយនេះគឺទាញយក window ដែលបានបង្កើតនៅ serial node មុនរួចធ្វើការនៅខាងក្រៅ window ដែលយើងបានបង្កើតនៅលើ serial node មុននោះហើយបើយើងចាប់ទាញពន្លឺរបស់ node នេះឡើងតែម្ដងនោះយើងនឹងសង្កេតឃើញថា node មួយនេះគឺទាញយក window ដែលបានបង្កើតនៅ serial node មុនរួចធ្វើការនៅខាងក្រៅ window ដែលយើងបានបង្កើតនៅលើ serial node ដែលយើងបានបង្កើតមុននោះនឹងឯងខ្លីៗពី outside node ប៉ុណ្ណឹងសិនយើងចូលទៅដល់ node ចុងក្រោយគេនោះគឺ compound node ដែល compound node នេះនិយាយសួរស្ដាប់គឺជាការគ្រប់ឬក៏បង្កើតជាការដាក់ node ដែលយើងបាន select ទាំងប្រមាណហ្នឹងចូលទៅក្នុងក្រុមមកក្រុមដើម្បីងាយស្រួលក្នុងការកែប្រែពណ៌បន្តទៅទៀតអញ្ចឹងនៅក្នុងនេះបើសិនជាយើងចង់បង្កើតក្រុមសម្រាប់ node ប្រមាណដែលយើងទឹកតែបានបង្កើតនេះយើងអាច select node ដែលយើងចង់ដាក់ចូលទៅក្នុងក្រុមនឹងមករួចមកស្ដាំហើយយើងនិយាយថា create compound node នោះយើងនឹងបាន compound node មួយហើយដែលនៅក្នុងនោះយើងក៏អាចកែប្រែពណ៌និងពន្លឺរបស់យើងទៅលើ compound node របស់យើងបានធម្មតាយើងក៏អាចចូលទៅ node ណាមួយក្នុង compound node របស់យើងបានដោយចុចទៅលើ mouse ស្ដាំរួចចុចលើពាក្យថា show compound node យើងនឹងអាចកែប្រែ node នៅក្នុងក្រុមនីមួយៗបានហើយដើម្បីចេញមកវិញយើងមកស្ដាំរួចចុចទៅលើ exit compound node ជាការស្រេចអញ្ចឹងនៅត្រង់កន្លែងនេះគឺយើងអត់មានចម្លើយមួយខុសត្រូវថាតើ node ប្រើ node តែ4 5បានអត់យើងប្រើ node ច្រើនបានអត់កន្លែងនេះគឺយើងអត់មានទេព្រោះថា Blackmagic Design គឺចំពោះកម្មវិធី DaVinci Resolve នេះគឺមានវិធីច្រើនបែបមែនតើដើម្បីសម្រេចបានលទ្ធផលមួយដែលយើងចង់បានអញ្ចឹងឧទាហរណ៍ថានៅក្នុង Hollywood colorist ភាគច្រើនគឺគាត់មាន node ច្រើនមែនតើដែល node 3របស់គាត់ហ្នឹងគឺមានជា group ជា compound group ទៀតមានថា group ទី1ហ្នឹងគឺគាត់ focus ទៅលើ noise reduction ទៅលើ luminance ទៅលើតែ adjustment primary color correction អញ្ចឹងបងគាត់ទាញទៅ compound group មួយទៀតដែលគាត់ធ្វើការទៅលើ qualifier មួយហ្នឹងបន្តទាញទៅចាក់ look ហើយបន្តមកទៀតបានធ្វើការ final retouch ទៅលើ halation ឬ
ឬក៏ចាក់ film grade អីផ្សេងៗហ្នឹងចឹងទៅអញ្ចឹងក៏មាន colorist មួយចំនួនដែលអាចសម្រេចលទ្ធផលបានដោយប្រើត្រឹមតែ note 4 5 note ប៉ុណ្ណឹងក៏មានដែរអញ្ចឹងអត់មានចម្លើយមួយណាត្រឹមត្រូវទេអាហ្នឹងស៊ីសងទៅលើថាតើយើង base ទៅលើការងាររបស់យើងតើយើងគួរតែប្រាណ note ឲ្យច្រើនឬក៏យើងចង់ detail ការងាររបស់យើងដល់កម្រិតណាប៉ុណ្ណឹងហើយអ្វីដែលយើងចង់បានហ្នឹងតើយើងចង់បានលទ្ធផលប៉ុណ្ណាហ្នឹងឯងអញ្ចឹងគឺអត់មានចម្លើយមួយថាអូខេយើងត្រូវតែប្រើអានេះខុសអានេះត្រូវគឺអត់មានទេគឺ DaVinci Resolve វាមានវិធីច្រើនដើម្បីទទួលបានលទ្ធផលណាមួយនឹង DaVinci Resolve គឺមានផ្លូវច្រើនយើងមើលត្រឹមតែការដែលយើង color space transform មួយហ្នឹងគឺយើងមានវិធីច្រើនបាត់ហើយអញ្ចឹងសូម្បីតែការដែលយើងចាក់ grand ចាក់ highlightation អីផ្សេងៗហ្នឹងក៏មានវិធីច្រើនដែរដើម្បីទទួលបានលទ្ធផលផ្សេងៗគ្នាអញ្ចឹង note ច្រើន note តិចគឺអាស្រ័យទៅលើការងាររបស់យើងនិងអាស្រ័យទៅតើវិធីសាស្ត្ររបស់យើងនឹងធ្វើការរបៀបម៉េចប៉ុណ្្នឹងឯងអញ្ចឹងប៉ុន្តែបើសិនជានិយាយឲ្យស្មោះត្រង់ហ្មងភាគច្រើនទាំង colorist នៅ Hollywood ទាំងអ្នក colorist នៅស្រុកខ្មែរយើងដែលគាត់ល្បីមួយចំនួនហ្នឹងក៏គាត់ចូលចិត្តធ្វើការងារទៅលើ note ច្រើនមែនទែនជាងមើលថាវាតកតងជាមួយនឹង color theory color មូលដ្ឋានគ្រឹះនៃការកែប្រែពណ៌ដែរអញ្ចឹងដើម្បីធ្វើឲ្យមួយ shot មួយហ្នឹងធ្វើឲ្យអ្នកមើលចាប់អារម្មណ៍ថាតើ shot របស់យើងហ្នឹងចង់ផ្ដោតឲ្យអ្នកមើលហ្នឹងមានអារម្មណ៍ម៉េច shot របស់យើងហ្នឹងចង់ឲ្យអ្នកមើលហ្នឹងផ្ដោតទៅលើចំណុចណាមួយអញ្ចឹង colorist គឺគាត់ទាំងអ្នកដែល colorist ទៅលើ Hollywood ផ្សេងៗឬក៏ colorist ទៅលើ TVC ផ្សេងៗគឺគាត់ប្រើ note ប្រើការរៀបចំ color របស់គាត់ហ្នឹងគឺ focus ទៅលើតែនឹងផ្នែកហ្នឹងឧទាហរណ៍តាម shot ហ្នឹងយើងចង់ focus ច្រើននៅលើតួអង្គរបស់យើងអញ្ចឹងគាត់ព្យាយាមដកពលឺពីកន្លែង background កន្លែងនេះព្យាយាម add lighting ចូលកន្លែងនេះព្យាយាម pop up តួរបស់យើងបន្ថែមទៀតអញ្ចឹងវាតកតងជាមួយនឹង color theory មានថាមូលដ្ឋានគ្រឹះនៃការកែប្រែពណ៌និងពន្លឺបន្ថែមទៀតអញ្ចឹងថ្ងៃនេះយើងមើលត្រឹមតែការរៀបចំ note និងពីប្រភេទ note ប៉ុណ្្នឹងឯងអញ្ចឹង color theory តកតងជាមួយនឹងការកែប្រែពណ៌ថាតើ color correction នឹងវារបៀបម៉េច color grading របៀបម៉េចការទាញ attention ការទាញចំណាប់អារម្មណ៍របស់ audience របស់យើងនឹងទៅមើលផ្នែកណាមួយនៃរូបភាពរបស់យើងនឹងវាល្បិចខ្លះយើងនឹងទៅមើលនៅវីដេអូបន្តទៀត